ហើយណែនាំអារម្មណ៍បងប្អូនអរគ្នាមកមើលទេសភាពស្រុកស្រែគឺស្អាតមែនតើបងប្អូនហើយថ្ងៃហ្នឹងគឺខ្ញុំមកបានទៅស្ទូចត្រីអីទេបងប្អូនហើយក៏ឃើញទេសភាពស្អាតក៏នាំបងប្អូនគឺមកមើលទេសភាពទាំងអស់គ្នាហើយនិយាយថាទេសភាពគឺស្អាតមែនតើពេលល្ងាចអញ្ចឹងបងប្អូនហើយគឺស្អាតមែនតើមើលហើយមានអារម្មណ៍ថានឹកស្រុកខ្លាំងមែនតើហើយរដូវនេះគឺរដូវវស្សាបងប្អូនហើយទេសភាពគឺស្អាតហើយនិយាយថាមេឃភ្លៀងធ្លាក់មកពី3មេអញ្ចឹងបងប្អូនហើយទឹកដក់តាមវាស្រែគឺស្រណោះនឹកស្រុកកំណើតបងប្អូនហើយមើលហើយស្រណោះការពីក្មេងអីចឹងបងប្អូនខ្វៀគោខ្វៀក្របីគឺនឹកមើលហើយគឺស្រណោះមែនតើបងប្អូនសូម្បីតែខ្ញុំខ្លួនឯងនេះគឺស្រណោះដែរបងប្អូនហើយក៏ខ្ញុំក៏ចែករំលែកបងប្អូនមើលទៅដើម្បីកាត់ស្រេះអីផងបងប្អូនហើយទេសភាពនេះគឺស្អាតមែនតើប្លង់នេះបងប្អូនហើយបាទនិយាយទៅបងប្អូនរៀងខុសឆ្គងហើយសូមអព្យាស្រ័យបងប្អូននិយាយថាទេសភាពខ្ញុំចូលចិត្តបែបហ្នឹងដែរបងប្អូនចុះបងប្អូនវិញនិយាយទៅបងប្អូននៅក្រៅស្រុកអីមើលទេសភាពបែបនេះគឺនឹកដល់ស្រុកស្រែមែនតើបងប្អូនហើយគឺខែហ្នឹងគឺដាក់បកាយដាក់អីគឺសុវ័យហើយឃើញទេសភាពបែបហ្នឹងទៀតគឺនឹកស្រុកបងប្អូនហើយមែនតើសូម្បីតែខ្ញុំខ្លួនឯងក៏នឹកស្រុកដែរហើយថ្ងៃហ្នឹងឃើញទេសភាពស្អាតទៅក៏ថតឲ្យបងប្អូនបានទស្សនាហើយបន្ទាប់ពីមេឃភ្លៀងហើយអញ្ចឹងបងប្អូនហើយជិះកាត់តាមផ្លូវមកបងប្អូនថាមករកកន្លែងស្ទូចត្រីរត់បានក៏ថតទេសភាពឲ្យបងប្អូនមើលទៅហើយបងប្អូនមើលហើយកុំភ្លេចចុច Subscribe YouTube ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូថ្មីជូនបងប្អូនបានមើលអញ្ចឹងបងប្អូននិយាយថាពេលល្ងាចពេលអញ្ចឹងបងប្អូនគឺនឹកឃើញខ្លួនឯងខ្វៀគោអញ្ចឹងបងប្អូនហើយជាមួយមិត្តភ័ក្តិអីគឺសុវ័យមែនតើហើយតែខែហ្នឹងបងប្អូនហើយដេញគោពេលល្ងាចហើយពេលដល់ខែហ្នឹងគឺខែប្រជុំបិណ្ឌអីចឹងបងប្អូនគឺខ្ញុំដេញគោពីល្ងាចឲ្យហើយទៅដើម្បីយើងទៅវត្តអញ្ចឹងបងប្អូនទៅលេងវត្តអីចឹងព្រោះម៉ែគាត់នៅវត្តនៅអីចឹងទៅអញ្ចឹងហើយយើងពេលថាម៉ោង5ម៉ោងអីចឹងយើងមិនលេងគោលេងអីបងប្អូនអញ្ចឹងហើយពេលល្ងាចចឹងដេញគោចូលក្រហើយក៏យើងរៀបចំទៅវត្តទៅអីចឹងបងប្អូនហើយនឹកឃើញហើយក៏សំណោះខ្លួនឯងចឹងបងប្អូនគឺសំណោះមែនតើហ្មងនិយាយទៅតែឥឡូវនៅឆ្ងាយពីស្រុកហ្នឹងបងប្អូនហើយមកធ្វើការនៅភ្នំពេញនៅអីចឹងទៅបងប្អូនក៏បានទៅលេងស្រុកទេតោះដល់ប្រជុំធំប្រជុំអីចឹងទៅបងប្អូនចុះតម្រាំដូចបងប្អូនដែលនៅក្រៅប្រទេសដូចវិញមិនដឹងនៅស្រុកយ៉ាងណាទេបងប្អូនហើយគាត់តែខ្ញុំនេះនៅពេញផងនៅស្រុកចុះតម្រាំទៅដល់ស្រុកគេហើយមើលទេសភាពបែបនេះហើយគឺនឹកស្រុកស្រែដែលយើងធ្លាប់ឆ្លងកាត់រាល់ឆ្នាំអញ្ចឹងបងប្អូនដែលធ្លាប់ច្រូតកាត់ស្ទង់អញ្ចឹងទៅបងប្អូនខ្វៀគោខ្វៀក្របីគឺសុវ័យមែនតើតែស្ដាយបងប្អូនបងប្អូនបានមកលេងស្រុកលេងអីអញ្ចឹងបងប្អូនហើយក៏ខ្ញុំថតទេសភាពបែបនេះទៅក៏ឲ្យបងប្អូនបនធូរអារម្មណ៍ធ្វើការហ្នឹងបងប្អូនហើយកាត់ស្រេះផងបងប្អូនហើយចុះបងប្អូនវិញទេសភាពបែបហ្នឹងបងប្អូនចូលចិត្តអត់បើខ្ញុំចូលចិត្តបងប្អូនហើយទេសភាពបែបហ្នឹងហើយមើលថ្ងៃលិចថ្ងៃអីទៀតបងប្អូនគឺកាន់តែអែម្ដងហើយឲ្យតែពេលល្ងាចចឹងជាមួយពូម៉ាក់អីចឹងបងប្អូនហើយនាំគ្នាដេញគោដេញអីដើម្បីបានទៅវត្តចឹងបងប្អូនហើយខែហ្នឹងគឺរដូវបុណ្យទានចឹងបងប្អូនចឹងហើយយើងនាំគ្នាដេញគោដេញកវីចឹងទៅបងប្អូនពូម៉ាក់ខ្ញុំមានកវីខ្ញុំមានគោអញ្ចឹងទៅបងប្អូនមើលហើយគឺសំណោះកាលក្មេងវ័យជំទង់បងប្អូនយើងខ្វៀគោខ្វៀកវីតាមវាស្រែអញ្ចឹងបងប្អូនពេលខ្លះឥឡូវបងប្អូនខ្លះទៅស្រុកគេអញ្ចឹងទៅត្រូវរកលុយដើម្បីគ្រួសាររៀងខ្លួនតែបើឃើញវីដេអូនេះហើយបងប្អូនគឺបងប្អូននឹកស្រុកដូចខ្ញុំដែរបងប្អូនពេលខ្លះក៏ឆ្លោះមួយមិត្តភ័ក្តិដែរបងប្អូនទៅខ្វៀគោខ្វៀក្របីហ្នឹងមែនតាហើយនាំគ្នាលេងទឹកហើយស្រុកខ្ញុំខែហ្នឹងគឺទឹកឡើងទឹកអីចឹងបងប្អូនអញ្ចឹងនាំគ្នាលេងទឹកហើយលេងទឹកមកវិញភ្នែកវិញឡើងក្រហមអស់បងប្អូនដោយសារយើងលេងទឹកអញ្ចឹងហើយភ្នែកយើងបាញ់ជ័យទេម្នាក់ហើយចុងការមកហ្នឹងគឺបាត់គោបាត់អីក៏មានដែរបងប្អូនមកខ្វៀគោហ្នឹងបងប្អូនព្រោះថាកន្លែងលេងទឹកអញ្ចឹងបាត់គោវាឡើងលើឡើងអីចឹងបងប្អូនវាស្រុកខ្ញុំវាមានជើងភ្នំអញ្ចឹងឲ្យគោឡើងលើដើររកគោដែរអញ្ចឹងបងប្អូនហើយគឺសុវ័យមែនតើបងប្អូនហើយនិយាយទៅមកដល់ផ្ទះក៏
ត្រូវមាត់ម៉ែក៏មានដែរបងប្អូនហើយការនៅវ័យកុមារហ្នឹងបងប្អូនតែឥឡូវធំអស់ហើយ